សូមជម្រាបសួរថ្ងៃនេះយើងនឹងមកស្វែងយល់អំពីប្រធានបទមួយគឺតើឥណ្ឌានឹងរួមដៃជាមួយអាហ្វហ្គានីស្ថានវាយប៉ាគីស្ថានឬទេក្នុងបរិបទយុទ្ធសាស្ត្របច្ចុប្បន្នអាស៊ីខាងត្បូងនៅតែជាតំបន់ដែលពោរពេញដោយការប្រកួតប្រជែងអំណាចនិងភាពមិនទុកចិត្តជាប្រវត្តិសាស្ត្រជាពិសេសរវាងឥណ្ឌានិងប៉ាគីស្ថានដែលមានជម្លោះយូរអង្វែងចាប់តាំងពីការបែងចែកដែនដីឆ្នាំ1947មកហើយបញ្ហាកាស្មៀរក្លាយជាចំណុចក្តៅសន្តិសុខសំខាន់បំផុតដែលធ្លាប់នាំឲ្យមានសង្គ្រាមនិងការប៉ះទង្គិចជាបន្តបន្ទាប់ទំនាក់ទំនងរវាងរដ្ឋទាំងពីរមានលក្ខណៈប្រកួតប្រជែងផ្នែកយោធានុយក្លេអ៊ែរនិងការទូតដែលបង្កើតស្ថានភាពខុសប្លែកគ្នាធ្វើឲ្យភាគីទាំងពីរប្រុងប្រយ័ត្នក្នុងការឡើងកម្រិតជម្លោះប៉ុន្តែមិនបានលុបបំបាត់ការប្រកួតប្រជែងក្រោមកម្រិតសង្គ្រាមឡើយខណៈពេលដូចគ្នាអាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់តាលីបង់ចាប់តាំងពីឆ្នាំ2021កំពុងផ្ដោតលើការរក្សាស្ថិរភាពក្នុងស្រុកការទទួលស្គាល់ពីអន្តរជាតិនិងការស្ដារសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមយូរអង្វែងជាង10ឆ្នាំមកនេះក្នុងអំឡុងឆ្នាំ2001ដល់ឆ្នាំ2021ឥណ្ឌាបានវិនិយោគយ៉ាងសំខាន់ក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការបណ្ដុះបណ្ដាលសន្តិសុខនៅអាហ្វហ្គានីស្ថានដែលធ្វើឲ្យកាប៊ុលនៅពេលនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយញូដេលីនិងបង្កការព្រួយបារម្ភដល់អ៊ីស្លាមាបាតអំពីសម្ពាធពីខាងលិចទោះជាយ៉ាងណាបន្ទាប់ពីការផ្លាស់ប្តូរអំណាចនៅឆ្នាំ2021ឥណ្ឌាបានជ្រើសរើសវិធីសាស្ត្រចូលរួមយ៉ាងប្រុងប្រយ័ត្នដោយផ្ដោតលើជំនួយមនុស្សធម៌និងធ្វើការទំនាក់ទំនងកម្រិតបច្ចេកទេសជាជាងការសហការយោធាបើកចំហដូច្នេះបរិបទបច្ចុប្បន្នបង្ហាញថាទោះបីមានសម័យការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងឥណ្ឌានិងប៉ាគីស្ថាននិងមានប្រវត្តិសហការរវាងឥណ្ឌានិងអាហ្វហ្គានីស្ថានកន្លងមកក៏ដោយកត្តានុយក្លេអ៊ែរស្ថានភាពនយោបាយនៅកាប៊ុលនិងសម្ពាធអន្តរជាតិសុទ្ធតែធ្វើឲ្យការបង្កើតសម្ព័ន្ធយោធាបើកចំហប្រឆាំងប៉ាគីស្ថានមិនមែនជាជម្រើសងាយស្រួលឬមានភាពទំនងខ្ពស់នៅក្នុងសម័យកាលយុទ្ធសាស្ត្របច្ចុប្បន្នឡើយក្នុងកម្រិតសេណារីយ៉ូទ្រឹស្ដីមានកត្តាខ្លះៗដែលអាចត្រូវបានពិចារណាថាជាកម្លាំងជំរុញសម្រាប់ការរួមដៃរវាងឥណ្ឌានិងអាហ្វហ្គានីស្ថានប្រឆាំងនឹងប៉ាគីស្ថានទោះបីជាមានលក្ខណៈស្មុគស្មាញនិងមិនមែនជាការព្យាករណ៍ថានឹងកើតឡើងជាក់ស្ដែងក៏ដោយជាដំបូងសម័យកាលសម្ពាធពីរផ្នែកអាចត្រូវបានគេមើលថាជាឧបករណ៍យុទ្ធសាស្ត្រមួយប្រសិនបើឥណ្ឌាអាចបង្កើតសម្ពាធលើប៉ាគីស្ថានពីខាងកើតតាមបន្ទាត់កាស្មៀរខណៈពេលមានសម្ព័ន្ធភាពឬការសហការសន្តិសុខជាមួយអាហ្វហ្គានីស្ថានពីខាងលិចនោះអ៊ីស្លាមាបាតនឹងត្រូវបែងចែកធនធានយោធានិងការពាររបស់ខ្លួនលើមុខងារពីរផ្នែកដែលអាចបន្ថយសមត្ថភាពផ្ដោតអារម្មណ៍លើចំនួនតែមួយបន្ទាប់មកកត្តាទី2គឺការប្រើប្រាស់វេទិកាអាហ្វហ្គានីស្ថានជាអានុភាពនយោបាយនិងសន្តិសុខដើម្បីកាត់បន្ថយគំនិត Strategic ដែលស្ថាប័នយោធាប៉ាគីស្ថានធ្លាប់យកមកគណនាបើទីក្រុងកាប៊ុលមានរដ្ឋាភិបាលដែលស្និទ្ធស្នាលជាមួយញូដេលីឥណ្ឌាអាចពង្រីកឥទ្ធិពលតាមរយៈជំនួយអភិវឌ្ឍការបណ្ដុះបណ្ដាលសន្តិសុខឬការសហការផ្នែកព័ត៌មានដើម្បីធ្វើឲ្យប៉ាគីស្ថានមានអារម្មណ៍ថាខ្លួនកំពុងបាត់បង់បន្ទះសុវត្ថិភាពខាងលិចកត្តាទី3ពាក់ព័ន្ធនឹងសេណារីយ៉ូវិនាសកម្មឬហេតុការណ៍ធ្ងន់ធ្ងរប្រសិនបើមានការវាយប្រហារធំមួយដែលឥណ្ឌាចាត់ទុកថាមានប្រភពឬការគាំទ្រពីដែនប៉ាគីស្ថានការស្វែងរកសម្ព័ន្ធភាពតំបន់រួមទាំងការចូលរួមកម្រិតខ្លះជាមួយអាហ្វហ្គានីស្ថានអាចត្រូវបានពិចារណាជាជម្រើសសម្ពាធនយោបាយឬយុទ្ធសាស្ត្រដើម្បីបង្ហាញការឆ្លើយតបរឹងមាំទោះជាយ៉ាងណាសេណារីយ៉ូទាំងនេះជួបឧបសគ្គធំៗជាច្រើន
រួមមានកត្តានុយក្លេអ៊ែរដែលបង្កើតការបង្ខំឲ្យភាគីទាំងអស់ប្រុងប្រយ័ត្នក្នុងការឡើងកម្រិតចំនួនការគណនាហានិភ័យសេដ្ឋកិច្ចនិងការទូតដែលអាចបង្កសម្ពាធអន្តរជាតិយ៉ាងខ្លាំងប្រសិនបើមានសម្ព័ន្ធយោធាបើកចំហនិងស្ថានភាពនយោបាយនៅកាប៊ុលដែលផ្ដោតលើការរក្សាស្ថិរភាពក្នុងស្រុកជាងការចូលរួមចំនួនក្រៅប្រទេសដូច្នេះទោះបីមានកត្តាដែលអាចត្រូវបានយល់ថាជាកម្លាំងជំរុញតាមទ្រឹស្ដីក៏ដោយភាពជាក់ស្ដែងនៃការរួមដៃយោធាបើកចំហនៅតែស្ថិតក្រោមសំណួរធំនិងការគណនាហានិភ័យយ៉ាងតឹងរ៉ឹងពីភាគីទាំងអស់មូលហេតុសំខាន់បំផុតដែលធ្វើឲ្យសេណារីយ៉ូរួមដៃយោធារវាងឥណ្ឌានិងអាហ្វហ្គានីស្ថានដើម្បីវាយប៉ាគីស្ថានមានភាពមិនទំនងខ្លាំងគឺហានិភ័យនៃការឡើងកម្រិតចំនួននុយក្លេអ៊ែរឥណ្ឌានិងប៉ាគីស្ថានសុទ្ធតែជារដ្ឋមានសមត្ថភាពអាវុធនុយក្លេអ៊ែរនិងមានប្រព័ន្ធទប់ស្កាត់ដែលបង្កើតស្ថានភាពសមតុល្យគ្រោះថ្នាក់ប៉ុន្តែមានប្រសិទ្ធភាពក្នុងការបង្ខំឲ្យភាគីទាំងពីរប្រុងប្រយ័ត្នខ្ពស់ក្នុងស្ថានភាពបែបនេះសង្គ្រាមធម្មតាសូម្បីតែមានគោលបំណងកំណត់កម្រិតអាចឡើងកម្រិតយ៉ាងឆាប់រហ័សដោយសារការគណនាខុសការបកស្រាយចេតនាខុសឬសម្ពាធនយោបាយក្នុងស្រុកដែលជំរុញឲ្យមានការឆ្លើយតបខ្លាំងជាងការដែលរំពឹងទុកប្រសិនបើមានការសម្របសម្រួលវាយប្រហារពីរផ្នែកគឺខាងកើតដោយឥណ្ឌានិងខាងលិចតាមអាហ្វហ្គានីស្ថានអ៊ីស្លាមាបាតអាចយល់ថាជាការគំរាមកំហែងអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរនិងជាហានិភ័យបំផុតដល់សុវត្ថិភាពជាតិដែលអាចបង្កើតសម្ពាធឲ្យប្រើយុទ្ធសាស្ត្រទប់ស្កាត់កម្រិតខ្ពស់ជាងមុនបន្ថែមពីនេះសហគមន៍អន្តរជាតិរួមទាំងមហាអំណាចធំៗមានផលប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាស្ថិរភាពនៅអាស៊ីខាងត្បូងដូច្នេះសង្គ្រាមពេញលេញរវាងរដ្ឋមានអាវុធនុយក្លេអ៊ែរនឹងជួបសម្ពាធការទូតនិងសេដ្ឋកិច្ចយ៉ាងខ្លាំងហើយអាចបង្កឲ្យមានការជ្រៀតជ្រែកអន្តរជាតិភ្លាមៗក្នុងន័យយុទ្ធសាស្ត្រកត្តានុយក្លេអ៊ែរនេះមិនត្រឹមតែជាឧបសគ្គបច្ចេកទេសទេប៉ុន្តែជាគោលបំណងបង្ខំឲ្យអ្នកធ្វើសម្រេចចិត្តគិតគូរយ៉ាងហ្មត់ចត់ថាតម្លៃនៃការឡើងកម្រិតចំនួនអាចលើសអត្ថប្រយោជន៍ដែលរំពឹងទុកយ៉ាងខ្លាំងដូច្នេះបើទោះបីមានការប្រកួតប្រជែងយុទ្ធសាស្ត្រយ៉ាងតានតឹងក៏ដោយកត្តានុយក្លេអ៊ែរនេះជាឧបសគ្គសំខាន់បំផុតដែលធ្វើឲ្យការវាយប្រហាររួមគ្នាបើកចំហមានភាពមិនទំនងខ្លាំងក្នុងការគណនាយុទ្ធសាស្ត្រពិតប្រាកដមូលហេតុសំខាន់មួយទៀតដែលធ្វើឲ្យសេណារីយ៉ូការរួមដៃយោធាបើកចំហរវាងឥណ្ឌានិងអាហ្វហ្គានីស្ថានប្រឆាំងនឹងប៉ាគីស្ថានមានភាពមិនទំនងគឺគោលការណ៍ការបរទេសប្រុងប្រយ័ត្ននិងប្រពៃណី Strategic Autonomy របស់ឥណ្ឌាចាប់តាំងពីសម័យសង្គ្រាមត្រជាក់មកឥណ្ឌាបានអនុវត្តគោលនយោបាយដែលផ្អែកលើការរក្សាឯករាជ្យភាពក្នុងការសម្រេចចិត្តយុទ្ធសាស្ត្រមិនចូលរួមសម្ព័ន្ធយោធាតឹងរ៉ឹងឬការចងក្រងកាតព្វកិច្ចដែលអាចរឹតបន្តឹងសេរីភាពនយោបាយរបស់ខ្លួនទោះបីបច្ចុប្បន្នឥណ្ឌាពង្រីកទំនាក់ទំនងសន្តិសុខជាមួយប្រទេសមហាអំណាចនិងចូលរួមក្នុងក្របខ័ណ្ឌពហុភាគីមួយចំនួនក៏ដោយក៏ប្រទេសនេះនៅតែប្រើវិធីសាស្ត្រប្រកបដោយការគណនាហានិភ័យយ៉ាងហ្មត់ចត់និងមិនចូលរួមក្នុងសម្ព័ន្ធយោធាបើកចំហដែលអាចនាំទៅសង្គ្រាមដោយងាយការចូលរួមសង្គ្រាមតាមដែនដីអាហ្វហ្គានីស្ថាននឹងមានថ្លៃដើមយោធាខ្ពស់ព្រោះបញ្ហាភូមិសាស្ត្រដាច់ស្រយាលបណ្ដាញផ្គត់ផ្គង់ពិបាកនិងភាពមិនប្រកបប្រជានយោបាយក្នុងតំបន់អាចធ្វើឲ្យប្រតិបត្តិការរយៈពេលវែងក្លាយជាបន្ទុកធនធានធំលើសពីនេះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចនិងគោលដៅអភិវឌ្ឍន៍របស់ឥណ្ឌាដែលកំពុងផ្ដោតលើកំណើនសេដ្ឋកិច្ចបច្ចេកវិទ្យានិងការបង្កើនឥទ្ធិពលតាមវិធីសន្តិភាពពីទស្សនៈការទូតការចូលរួមក្នុងចំនួនបើកចំហនៅអាហ្វហ្គានីស្ថានអាចបង្កសម្ពាធអន្តរជាតិនិងធ្វើឲ្យឥណ្ឌាត្រូវប្រឈមមុខនឹងការរិះគន់ពីមហាអំណាចផ្សេងៗដូច្នេះប្រពៃណី Strategic Autonomy និងការគណនាថ្លៃដើមអត្ថប្រយោជន៍យ៉ាងតឹងរ៉ឹង
ធ្វើឲ្យឥណ្ឌាមានទំនោរជ្រើសរើសជម្រើសសម្ពាធនយោបាយសេដ្ឋកិច្ចនិងសន្តិសុខកម្រិតកំណត់ជាងការចូលរួមសង្គ្រាមរួមជាមួយភាគីទី3 មូលហេតុសំខាន់មួយទៀតដែលធ្វើឲ្យសេណារីយ៉ូការរួមដៃយោធាបើកចំហរវាងឥណ្ឌានិងអាហ្គានីស្ថានប្រឆាំងនឹងប៉ាគីស្ថានមានភាពមិនទំនងគឺស្ថានភាពនយោបាយនិងអធិភាពយុទ្ធសាស្ត្ររបស់កាប៊ុលក្រោមការគ្រប់គ្រងរបស់តាលីបង់ចាប់តាំងពីការឡើងកាន់អំណាចវិញឆ្នាំ2021មករដ្ឋាភិបាលតាលីបង់កំពុងផ្ដោតសំខាន់លើការរក្សាស្ថិរភាពក្នុងស្រុកការគ្រប់គ្រងក្រុមប្រដាប់អាវុធផ្សេងៗការបង្កើនសមត្ថភាពរដ្ឋនិងការស្វែងរកការទទួលស្គាល់អន្តរជាតិព្រមទាំងជំនួយសេដ្ឋកិច្ចនិងមនុស្សធម៌ដើម្បីស្ដារប្រទេសដែលរងការខូចខាតយូរអង្វែងពីសង្គ្រាមក្នុងបរិបទនេះការចូលរួមសង្គ្រាមបើកចំហប្រឆាំងប៉ាគីស្ថាននឹងបង្កហានិភ័យធំៗច្រើនជាន់វាអាចបង្កការឡើងកម្រិតជម្លោះតាមព្រំដែនប៉ះពាល់ដល់ពាណិជ្ជកម្មនិងចរាចរណ៍សេដ្ឋកិច្ចដែលអាហ្វហ្គានីស្ថានពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវដឹកជញ្ជូនតាមប៉ាគីស្ថានហើយអាចធ្វើឲ្យបាត់បង់ឱកាសទទួលជំនួយនិងការទទួលស្គាល់ពីសហគមន៍អន្តរជាតិលើសពីនេះស្ថានភាពសន្តិសុខក្នុងស្រុកអាហ្វហ្គានីស្ថាននៅតែផុយស្រួយដោយមានបញ្ហាក្រុមប្រដាប់អាវុធបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដូច្នេះការបើកមុខចំនួនក្រៅប្រទេសនិងបន្ថែមសម្ពាធលើធនធានមានកំណត់របស់រដ្ឋពីទស្សនៈការកណនាអំណាចការរក្សាទំនាក់ទំនងកម្រិតមធ្យមជាមួយប្រទេសជិតខាងរួមទាំងប៉ាគីស្ថានអាចមានប្រយោជន៍ជាងការបង្កសង្គ្រាមដែលមិនប្រកបប្រជាអំពីលទ្ធផលដូច្នេះអធិភាពលើស្ថិរភាពក្នុងស្រុកនិងការទទួលស្គាល់អន្តរជាតិគឺជាកត្តាធំដែលធ្វើឲ្យអាហ្វហ្គានីស្ថានក្រោមតាលីបង់មានទំនោរប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមជម្លោះយោធាបើកចំហប្រឆាំងប៉ាគីស្ថានកត្តាសំខាន់មួយទៀតដែលធ្វើឲ្យសេណារីយ៉ូការរួមដៃយោធាបើកចំហរវាងឥណ្ឌានិងអាហ្វហ្គានីស្ថានប្រឆាំងនឹងប៉ាគីស្ថានមានភាពមិនទំនងគឺសម្ពាធអន្តរជាតិនិងផលប៉ះពាល់សេដ្ឋកិច្ចទូលំទូលាយដែលអាចកើតមានប្រសិនបើមានសង្គ្រាមពហុភាគីនៅអាស៊ីខាងត្បូងតំបន់នេះមានតួនាទីយុទ្ធសាស្ត្រសំខាន់ក្នុងខ្សែសង្វាក់ពាណិជ្ជកម្មអន្តរជាតិផ្លូវដឹកជញ្ជូនថាមពលនិងសុវត្ថិភាពសមុទ្រនៅមហាសមុទ្រឥណ្ឌាដូច្នេះមហាអំណាចនិងអង្គការអន្តរជាតិភាគច្រើនរួមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនិងអង្គការពហុភាគីមានផលប្រយោជន៍ច្បាស់លាស់ក្នុងការរក្សាស្ថិរភាពតំបន់សង្គ្រាមបើកចំហអាចបង្កឲ្យមានការរំខានដល់ពាណិជ្ជកម្មឆ្លងដែនការវិនិយោគបរទេសនិងការនាំចេញនាំចូលដែលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ភាគីទាំងអស់វាក៏អាចបង្កការកើនឡើងថ្លៃថាមពលនិងការរំខានដល់បណ្ដាញដឹកជញ្ជូនក្នុងតំបន់ដែលប៉ះពាល់លើទីផ្សារពិភពលោកទាំងមូលលើសពីនេះសង្គ្រាមពហុភាគីរវាងរដ្ឋដែលមានសមត្ថភាពយោធាខ្ពស់អាចបង្កឲ្យមានសម្ពាធការទូតការដាក់ទណ្ឌកម្មឬការកាត់បន្ថយជំនួយអន្តរជាតិដែលនឹងប៉ះពាល់ដោយផ្ទាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនិងគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសពាក់ព័ន្ធដូច្នេះពីទស្សនៈគណនាអត្ថប្រយោជន៍ថ្លៃដើមនិងបរិបទអន្តរជាតិកត្តាសម្ពាធក្រៅប្រទេសនិងការពឹងផ្អែកសេដ្ឋកិច្ចរវាងតំបន់ជាមួយពិភពលោកគឺជាឧបសគ្គធំមួយដែលធ្វើឲ្យការបង្កសង្គ្រាមរួមមានហានិភ័យខ្ពស់និងមានភាពមិនទំនងក្នុងការសម្រេចចិត្តយុទ្ធសាស្ត្រពិតប្រាកដមួយវិញទៀតដែលធ្វើឲ្យសេណារីយ៉ូរួមដៃគ្នានេះមានភាពមិនទំនងគឺការប្រើយុទ្ធសាស្ត្រក្រោមកម្រិតសង្គ្រាមជាជំរឿសផ្នែកសន្តិសុខនិងយុទ្ធសាស្ត្រដែលមានហានិភ័យទាបជាងសកម្មភាពយោធាបើកចំហក្នុងករណីនេះប្រទេសទាំងពីរអាចអនុវត្តវិធានការផ្សេងៗដូចជាការបង្កសម្ពាធនយោបាយដើម្បីបង្ហាញតម្រូវការឬការរិះគន់ដោយមិនប្រើអំពើហិង្សាផ្ទាល់ការពង្រឹងសន្តិសុខតំបន់ព្រំដែនដើម្បីទប់ស្កាត់សកម្មភាពក្រុមប្រដាប់អាវុធឆ្លងព្រំដែនការប្រកួតប្រជែងតាមវិស័យព័ត៌មានដើម្បីប៉ះពាល់លើទស្សនៈសាធារណៈនិងការទូតឬការចូលរួមតាមឆាកការទូត
ដើម្បីពង្រឹងសម្ព័ន្ធភាពនយោបាយសន្តិសុខជាមួយភាគីទី3 វិធានការទាំងនេះអាចផ្ដល់ឱកាសឲ្យឥណ្ឌាអាចរក្សាឥទ្ធិពលនិងបង្ហាញសមត្ថភាពក្នុងតំបន់ដោយមិនបង្កហានិភ័យធ្ងន់ធ្ងរដោយការចូលរួមសង្គ្រាមយោធាបើកចំហឬបង្កការឡើងកម្រិតជម្លោះនុយក្លេអ៊ែរជាពិសេសវាជាការជ្រើសរើសយុទ្ធសាស្ត្រដែលឆ្លាតវៃស៊ីជម្រៅនិងអាចគណនាថ្លៃដើមអត្ថប្រយោជន៍បានយ៉ាងច្បាស់ជាមួយនឹងការរក្សាស្ថិរភាពតំបន់និងភាពស្ងប់ស្ងាត់ក្នុងទំនាក់ទំនងអន្តរជាតិជារួមមកបើធ្វើការវិយតម្លៃអំពីទំនោរយុទ្ធសាស្ត្ររវាងឥណ្ឌានិងអាហ្គានីស្ថានប្រឆាំងនឹងប៉ាគីស្ថានបង្ហាញថាសេណារីយ៉ូរួមដៃយោធាបើកចំហរវាងប៉ាគីស្ថានរួមគ្នាមានទំនាក់ទំនងទាបខ្លាំងក្នុងរយៈពេលខ្លីនិងមធ្យមហេតុផលសំខាន់គឺហានិភ័យយោធានយោបាយសេដ្ឋកិច្ចខ្ពស់ដែលអន្តរជាតិមិនគាំទ្រដល់ការបង្កជម្លោះទូលំទូលាយក្នុងតំបន់ការចូលរួមក្នុងជម្លោះបើកចំហអាចបង្កឲ្យមានការឡើងកម្រិតនុយក្លេអ៊ែរការប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនិងការប្រឈមមុខនឹងវិធានការអន្តរជាតិដែលអាចធ្វើឲ្យឥណ្ឌាស្ថិតនៅក្នុងតំបន់ហានិភ័យខ្ពស់ផ្ទុយទៅវិញសេណារីយ៉ូប្រកួតប្រជែងក្រោមកម្រិតសង្គ្រាមអាចមានភាគរយខ្ពស់ជាងដែលអនុញ្ញាតឲ្យឥណ្ឌានិងអាហ្គានីស្ថានប្រើវិធានការផ្សេងៗដូចជាការបង្កសម្ពាធនយោបាយការសហការសន្តិសុខកម្រិតកំណត់ការអភិវឌ្ឍឬការចូលរួមតាមឆាកការទូតដើម្បីទទួលផលអន្តរជាតិនិងផ្ដល់សុវត្ថិភាពដោយមិនបង្កហានិភ័យយោធាតឹងរ៉ឹងនិងបញ្ហាអន្តរជាតិវាផ្ដល់ឱកាសឲ្យភាគីទាំងពីរអាចបង្ហាញសមត្ថភាពនិងរក្សាឥទ្ធិពលក្នុងតំបន់ដោយមានភាពប្រុងប្រយ័ត្ននិងទៀងទាត់ជាងការបើកសង្គ្រាមផ្ទាល់ជាការសន្និដ្ឋានរួមទោះបីជាមានប្រវត្តិជម្លោះយូរអង្វែងនិងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងឥណ្ឌានិងប៉ាគីស្ថានឥណ្ឌានៅក្នុងសម័យបច្ចុប្បន្នមិនមានទំនងខ្ពស់ក្នុងការរួមដៃយោធាជាមួយអាហ្វហ្គានីស្ថានដើម្បីវាយប៉ាគីស្ថានទេកត្តាសំខាន់ដូចជាហានិភ័យនយោបាយយោធាសេដ្ឋកិច្ចខ្ពស់ការគណនាប្រពៃណី Strategic Autonomy របស់ឥណ្ឌាស្ថានភាពនយោបាយក្នុងកាបូលក្រោមការគ្រប់គ្រងរបស់តាលីបង់និងសម្ពាធអន្តរជាតិនិងសេដ្ឋកិច្ចទាំងអស់រួមចំណែកធ្វើឲ្យសម្ព័ន្ធយោធាបើកចំហមានភាពមិនទំនងខ្លាំងផ្ទុយទៅវិញការប្រកួតប្រជែងក្រោមកម្រិតសង្គ្រាមមានភាគរយខ្ពស់ជាងសម្រាប់ឥណ្ឌានិងអាហ្វហ្គានីស្ថានដោយអនុញ្ញាតឲ្យប្រើវិធានការនយោបាយសន្តិសុខកម្រិតកំណត់អភិវឌ្ឍនិងការចូលរួមតាមឆាកការទូតដើម្បីទទួលផលសន្តិសុខនិងអំណាចក្នុងតំបន់វិធីសាស្ត្រនេះផ្ដល់ឱកាសឲ្យភាគីទាំងពីររក្សាឥទ្ធិពលនិងសុវត្ថិភាពដោយមិនបង្កហានិភ័យធ្ងន់ធ្ងរដោយសង្គ្រាមបើកចំហឬការឡើងកម្រិតនៃជម្លោះនុយក្លេអ៊ែរដោយសង្ខេបក្នុងសេណារីយ៉ូបច្ចុប្បន្នឥណ្ឌានឹងពឹងផ្អែកលើការប្រកួតប្រជែងយុទ្ធសាស្ត្រក្រោមកម្រិតសង្គ្រាមជាជម្រើសសន្សំពេលវេលានិងធនធានជាងការចូលរួមសង្គ្រាមយោធាបើកចំហរួមជាមួយអាហ្វហ្គានីស្ថានប្រឆាំងប៉ាគីស្ថានសូមអរគុណមិត្តអ្នកស្ដាប់យើងនឹងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ